ខ្ញុំប៉ែនសវណ្ណអតីតប្រធានបកប្រជាជនបដិវត្តកម្ពុជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលខ្ញុំជាអ្នកផ្ដួចផ្ដើមកសាងកម្លាំងនយោបាយមួយវាលំរបបខ្មែរក្រហមក្រោយខ្មែរក្រហមដួលរំហើយនេះខ្ញុំបាទគោរពបូរណភាពអធិបតេយ្យភាពជាតិខ្លួនឯងមិនអោយបរទេសដាក់នឹមត្រួតត្រាមកលើប្រទេសជាតិខ្លួនឯងនេះនេះខ្ញុំសូមជម្រាបហើយខ្ញុំបាទប៉ែនសវណ្ណត្រូវជាប់គុកងងឹតនឹងមន្ទីរឃុំឃាំងនៅហាណូយអស់10ឆ្នាំយើងវាយរំលំរបបខ្មែរក្រហមគេមកដាក់នឹមត្រួតត្រានៅលើប្រទេសកម្ពុជាយើងយកប្រទេសកម្ពុជាយើងធ្វើជាអាណានិគមរបស់គេដើម្បីគេត្រួតត្រាប្រទេសកម្ពុជាយើងគឺពេលនោះខ្ញុំត្រូវប្រឈមមុខទៀតដើម្បីតវ៉ាកុំឲ្យវៀតណាមដាក់នឹមត្រួតត្រាមកលើស្រុកខ្មែរមិនចង់ឃើញខ្មែរយើងនៅក្រោមនឹមត្រួតត្រារបស់បរទេសហើយមិនចង់ឃើញខ្មែរយើងនៅក្រោមអំណាចបរទេសខ្ញុំបាទប៉ែនសវណ្ណដាច់ខាតមិនយល់ព្រមហ្មងអញ្ចឹងបានថាខ្ញុំត្រូវប្រឆាំងនៅអំពើមហិច្ឆតារបស់វៀតណាមដាក់នឹមត្រួតត្រាប្រឆាំងជនជលនិយមមួយចំនួនដែលលុតជង្គង់អោនក្បាលចង់ឲ្យបរទេសមកដាក់នឹមត្រួតត្រានេះអានឹងខ្ញុំប្រឆាំងថ្ងៃនេះខ្ញុំចង់លើកវិធានបទមួយដ៏សំខាន់សម្រាប់ជនជាតិខ្មែរយើងឲ្យយល់ច្បាស់នៅអំពីវាសនានយោបាយរបស់ប្រទេសជាតិយើងក្រោយ7មករាឆ្នាំ1979គិតមកដល់សប្តាហ៍ថ្ងៃនេះជាង30ឆ្នាំទៅហើយតើប្រជាពលរដ្ឋយើងរស់នៅក្នុងស្ថានភាពណាសូមប្រជាពលរដ្ឋទាំងអស់ដែលបានអង្គុយស្ដាប់ខ្ញុំសិតតែយល់ខ្លួនឯងជាងណាយល់យើងឃើញការវេទនាឃើញការលំបាកឃើញការសោកការទុក្ខវាមិនគឺប្រជាពលរដ្ឋយល់ខ្លួនឯងហើយក្នុងឱកាសនេះខ្ញុំសំណូមពរហើយក៏អំពាវនាវដល់ជនរួមជាតិដែលស្ដាប់ខ្ញុំថ្ងៃនេះយើងត្រូវត្រេះរិះពិចារណាហេតុអ្វីយើងនៅវេទនាហេតុអ្វីយើងនៅក្រីក្រហេតុអ្វីអ្នកក្រកាន់តែក្រហើយអ្នកមាននឹងគេកាន់តែមានពេលខ្ញុំដឹកនាំប្រជាពលរដ្ឋខ្ញុំត្រូវអភ័ព្វដោយសារសហការីរបស់ខ្ញុំនៅក្នុងសកម្មភាពឱកាសនិយមខ្ជិលនិយមក្នុងបកមានគំនិតមហិច្ឆតាចង់ឲ្យខ្មែរយើងនៅក្រោមនឹមត្រួតត្រារបស់បរទេសហើយអរគុណបរទេសបានតម្លើងឋានៈទូនាទីបរទេសសរសើរបានធ្វើបាបប្រជាខ្លួនឯងនេះជននំជាតិសូមស្ដាប់ខ្ញុំបាទបានឲ្យច្បាស់ថ្ងៃហ្នឹងអ្នកកាន់អំណាចលើលុតជង្គង់អោនក្បាលឲ្យបរទេសដាក់នឹមត្រួតត្រានៅទឹកដីខ្មែររបស់យើងហើយអ្នកកាន់អំណាចនេះគេបានអំណាចហើយគេបំផ្លិចបំផ្លាញទាំងអស់គេបំផ្លិចបំផ្លាញរុក្ខជាតិព្រៃលលំភ្នំលលាយធម្មជាតិអន្តរាយក្តៅក្រហាយជីវភាពប្រជាពលរដ្ឋហើយមួយទៀតសប្តាហ៍ថ្ងៃនេះខ្ញុំយកឧទាហរណ៍ចំនួនដែលខ្ញុំដឹកនាំប្រទេសជាតិខ្ញុំមកទាមទារឯករាជ្យទាមទារសិទ្ធិសេរីភាពទាមទារគោរពអូរណភាពអធិបតេយ្យជាតិខ្លួនឯងប៉ុន្តែពេលដែលខ្ញុំដឹកនាំនោះវៀតណាមខ្ញុំសូមជម្រាបបងប្អូនឲ្យច្បាស់គេចង់យកទឹកដីខ្មែរមុនដំបូងគេមកត្រួតប៉ែនសវណ្ណនេះក្នុងនាមជាប្រធានបកក្នុងនាមជានាយករដ្ឋមន្ត្រីគេថាប៉ែនសវណ្ណនេះបានការបោះងែលរបស់គេហើយនឹងមនោគមវិជ្ជារបស់គេនឹងចូលពេញខួរក្បាលប៉ែនសវណ្ណហើយគាត់ច្រឡំធំហើយជនរួមជាតិច្រឡំធំហើយពេលដែលខ្ញុំដឹកនាំប្រទេសជាតិគេសុំបញ្ចូលនិគមគេមកដាក់នៅស្រុកខ្មែរយើងគេថាគេមកជួយយើងវិលរំលំបខ្មែរក្រហមសង្គ្រោះជាតិកម្ពុជាប៉ុន្តែខ្មែរក្រហមដួលរំភ្លាមនេះឆ្លងតាមរយៈខ្ញុំបាទប៉ែនសវណ្ណនេះគាត់ឲ្យខ្ញុំនឹងបញ្ចូលនិគមវៀតណាមចូលតាំងនៅស្រុកខ្មែររាប់ម៉ឺនគ្រួសារណាខ្ញុំមិនយល់ព្រមទេបងប្អូនស្ដាប់ខ្ញុំឲ្យច្បាស់ហើយមួយទៀតគេសុំកាត់ដីខ្មែរគេសុំកាត់ដីខ្មែរលយទៅស្រុកគេហេតុអ្វីមកសុំកាត់ដីខ្មែរក្នុងនាមខ្ញុំជាអ្នកដឹកនាំរដ្ឋាភិបាលមួយតើខ្ញុំយល់ព្រមទេខ្ញុំមិនយល់ព្រមទេបងប្អូនមិនយល់ព្រមទេបើអញ្ចឹងគេបង្កើតមួយទៀតគេឲ្យខ្ញុំបង្កើតក5អានេះខ្ញុំជម្រាបបងប្អូនយើងឲ្យបង្កើតក5ប៉ែនសវណ្ណមិនល្ងងទេអាបញ្ហាក5នេះពីព្រោះគេយកមនុស្សតាំងពី18ដល់45ឆ្នាំកែនមនុស្សទៅកាប់ឈើទៅដួលរលំឈើដើម្បីការពារព្រំដែនមិនដល់ណាធ្វើនយោបាយងងឹតងងល់ល្ងងខ្លៅយ៉ាងនេះប៉ែនសវណ្ណដឹងអញ្ចឹងមកប៉ែនសវណ្ណមិនឲ្យបង្កើតទេរឿងអីឲ្យទៅបង្កើតក5នេះអានេះខ្ញុំសូមជម្រាបខ្ញុំចង់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋប៉ែនសវណ្ណដឹងមិនឲ្យធ្វើទេបើអញ្ចឹងគេចោទប៉ែនសវណ្ណនេះគឺថាប្រឆាំងជាមួយវៀតណាមបើអញ្ចឹងខ្ញុំជាប់គុកនេះខ្ញុំជម្រាបអ្នកកាន់អំណាចអ្នកធ្វើនយោបាយជ្រុលនិយមនឹងឱកាសនិយមនឹងគេថាខ្ញុំក្បត់ជាតិមានសតិអារម្មណ៍ជាងអៀតចង្អល់ជាតិនិយមហួសហេតុប្រឆាំងនិគមវៀតណាមមិនឲ្យតាំងលំនៅស្រុកខ្មែរនិងប្រឆាំងជំនួយរបស់វៀតណាមហ្នឹងខ្ញុំជម្រាបដល់ជនរួមជាតិចឹងឥឡូវខ្ញុំសូមដាស់នៅសតិសម្បជញ្ញៈហើយខ្ញុំសូមក្រើនលំលឹកដល់ប្រជាពលរដ្ឋខ្មែរមកស្ដាប់ខ្ញុំនេះហើយណាស់ឲ្យស្ដាប់តាមកម្ពុជារលកធារកាសណាសូមស្ដាប់ខ្ញុំបាទប៉ែនសវណ្ណបានស្ម័គ្រចិត្តជាប់គុកស្ម័គ្រចិត្តពលីជីវិតដើម្បីការពារជាតិមាតុភូមិឲ្យបានគង់វង្សការពារអធិបតេយ្យភាពខ្មែរបងប្អូនខ្ញុំទោះបីម្នាក់
ឯងប្រើរូបភាពយ៉ាងណាដោយខ្ញុំបាទប៉ែនសវណ្ណជាកូនខ្មែរម្នាក់ហ៊ានពលិកម្មអ្វីអត់មានការភ្ញាក់ផ្អើលអត់មានការខ្លាចស្លាប់អត់មានការរន្ធត់ខ្ញុំមានមោទនភាពដែរដែលខ្ញុំជាប់គុកដើម្បីជាតិមាតុភូមិកម្ពុជាគង់វង្សនេះហើយទុកឲ្យកូនខ្មែរនៅថ្ងៃក្រោយនេះរៀននៅអំពីវីរភាពរបស់ខ្ញុំហ៊ានពលិកម្មម្នេះហ៊ានជាប់គុកដើម្បីទទួលខុសត្រូវចំពោះបព្វហេតុជាតិមាតុភូមិកម្ពុជានេះខ្ញុំសូមបញ្ជាក់ដល់បងប្អូនបានច្បាស់ក្នុងកន្លែងនេះព្រំដែនខ្មែរខាងកើតខាងបួងដាច់ខ្សែអត់មានរបងការពារទេព្រំដែនឈ្មោះថាព្រំដែនប៉ុន្តែមានអ្នកណាការពារបូរណភាពទឹកដីអធិបតេយ្យភាពគឺគ្មានតលសោះដោយសារប្រព័ន្ធឲ្យបរទេសប្រាក់នាមត្រួតត្រាមានប្រព័ន្ធតាំងពីកំពូលរហូតដល់ភូមិសប្តាហ៍ថ្ងៃនេះដល់ភូមិណាមិនមែនតែក្រុមណាខេត្តណាទេគឺប្រព័ន្ធគេអនុញ្ញាតបើកព្រំដែនខាងកើតចំហខាងត្បូងចំហឲ្យមកចូលឲ្យសេរីមាននិគមវៀតណាមសប្តាហ៍ថ្ងៃគេមានមូលនភាពមកផ្សារកែវគេចាស់ដើមទ្រូងហ្មងគេថាប្រទេសខ្មែរណែឯងណាចាច់លើខ្ញុំដែរចង្អុលមុខខ្មែរយើងហើយខ្មែរយើងប្រើពាក្យសម្ដីជាមួយគេខ្លះៗទៅទាញទូរស័ព្ទគេ2 3បោះគេហៅទៅស្នងការនគរបាលខេត្តគេហៅទៅប្រធានPMខេត្តគេហៅទៅប្រធានកយខេត្តដើម្បីមកជួយអន្តរាគមន៍ការពារគេថាខ្មែរឆ្លោះគេនេះបងប្អូនឃើញទេឃើញសពថ្ងៃគេមកបំពេញលើខ្មែរវាមិនគេទីក្បាលបានរហូតដល់មូលដ្ឋានបងប្អូនឃើញទេគេថាគេមានអត្តញ្ញាណប័ណ្ណគេជាខ្មែរហើយគេមានអត្តញ្ញាណប័ណ្ណដល់2នោះគេថាគេអញ្ចឹងសូមបងប្អូនគេថាពួកខ្មែរឯងធ្វើអត្តញ្ញាណប័ណ្ណឲ្យដេកចាំនោះខ្ញុំធ្វើអត្តញ្ញាណប័ណ្ណព្រឹកឡើងស្អែកគេយកទៅឲ្យហើយឃើញទេអានឹងហើយឃើញអ្នកកាន់អំណាចសពថ្ងៃប្រព័ន្ធដែលគេបញ្ជាតាំងពីកំពូលរហូតដល់មូលដ្ឋានឲ្យបំរើនិគមវៀតណាមគ្រប់គ្រាន់បានគ្រួសារអត្តញ្ញាណប័ណ្ណចុះឈ្មោះបោះឆ្នោតបងប្អូនឃើញទេដូចនឹងកន្លងមកវិទ្យុយើងបាននិយាយហើយនៅខេត្តសៀមរាបចុះឈ្មោះបោះឆ្នោតអ្នកណាឲ្យបោះឆ្នោតគឺគណៈកម្មការបោះឆ្នោតទេប្រធានគណៈកម្មការបោះឆ្នោតនៅប្រទេសខ្មែរហ្នឹងអនុញ្ញាតឲ្យនិគមវៀតណាមអនុញ្ញាតឲ្យនិគមវៀតណាមមានសហជីវប័ណ្ណមានប័ណ្ណគ្រួសារអាហ្នឹងខ្ញុំយកឲ្យបងប្អូនឃើញចឹងនៅគ្រប់ខេត្តទូទាំងប្រទេសសិទ្ធិមានចឹងដែរចំណែកជនរួមជាតិខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថ្ងៃហ្នឹងណាដើម្បីខ្មែរយើងត្រូវតាំងចិត្តតែម៉េចយើងត្រូវតែបដិញ្ញាការពារបូរណភាពនិងអធិបតេយ្យភាពប្រទេសខ្មែរខ្លួនឡើយបានកុំឲ្យបរទេសដាក់នឹមត្រួតត្រាអានេះខ្ញុំសូមបណ្ដាំដល់ជនរួមជាតិខ្មែរយើងគ្រប់រូបឲ្យតែខ្មែរមិនថាគណៈបកនយោបាយណាទាំងអស់ពីព្រោះខ្ញុំបានឆ្លងកាត់ហើយខ្ញុំប្រឆាំងវៀតណាមមហិច្ឆតាដាក់នឹមត្រួតត្រាស្រុកខ្មែរប្រឆាំងមហិច្ឆតាវៀតណាមបំផ្លាញត្រីទន្លេសាបវៀតណាមកំពុងតែបំពេញដីស្រែខ្មែរមិនបំពេញបូរណភាពទឹកដីគេចូលមកស្ងាត់ក៏អត់មកទេឥឡូវរហូតអាចញាធមមូលដ្ឋានសពថ្ងៃហ្នឹងលុបជុំឲ្យតែឃើញវៀតណាមសំណោះមួយខ្មែរហ្នឹងមកវាងទីការពារឲ្យវៀតណាមមិនមើលខ្មែរគ្នាឯងទេនឹងជំរាបបងប្អូនយើងមានប្រព័ន្ធជាប្រព័ន្ធកម្ពុជាពីលើមកហ្នឹងណារហូតដល់ភូមិឃុំបងប្អូនយើងត្រូវតែតស៊ូហើយយើងត្រូវកំណត់យកគំនិតរបស់យើងដាច់ខាតយើងមិនតគេរណែលដូនតាយើងមិនមែនធម្មតាទេបងប្អូនគេមហិច្ឆតារបស់គេចង់លួចជាតិយើងដូចខ្មែរក្រមយើងដូចនគរចម្ប៉ាទី2ចឹងគេគ្មានអាណិតអសូរខ្មែរទេខ្ញុំមិនខ្លាចទេស្លាប់ខ្ញុំមិនខ្លាចទេជាប់គុកប៉ុន្តែខ្ញុំមានខួរក្បាលជាមួយមានបេះដូងជាមួយដូចជនរួមជាតិយើងទូទាំងប្រទេសដែរប៉ុន្តែខ្ញុំអាណិតដីខ្មែរខ្ញុំអាណិតក្មួយចៅតូចដែលទូទាំងប្រទេសសពថ្ងៃរស់នៅសង្ឃឹមលើម៉ែឪហើយបើនិយាយតាមម៉ែឪមិនហ៊ានពលិកម្មមិនហ៊ានតស៊ូយើងត្រូវអាផបទាំងអស់ខ្ញុំនិយាយហ្នឹងនិយាយឲ្យច្បាស់ហ្នឹងដែលខ្ញុំបានជួចចាត់ខ្ញុំឆ្លងការលំបាកវេទនាហ៊ានជាប់គុកនេះពេលនេះឱកាសដល់ហើយបងប្អូនពេលវេលាដល់ហើយបើទុកអ្នកកាន់អំណាចតទៀតទឹកដីខ្មែរប្រែទៅជានគរចាមទី2ហើយបងប្អូនយើងត្រូវហ៊ានលះបង់ត្រូវហ៊ានពលិកម្មត្រូវហ៊ានពលីជីវិតដើម្បីខ្មែរគង់វង្សដើម្បីទឹកដីខ្មែរយើងមានកិត្តិយសដើម្បីសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋយើងអានេះខ្ញុំសូមបណ្ដាំដល់ខ្មែរយើងខ្ញុំបង្ហាញឲ្យដៅមរណៈថ្ងៃហ្នឹងហើយនេះសូមបងប្អូនកុំចូលក្នុងដៅមរណៈស្ដាប់បានហើយកុំចូលក្នុងដៅមរណៈឃើញក្តាមឈូសហើយកុំនាំគ្នាចូលក្នុងក្តាមឈូសហ្នឹងគឺអវសានជីវិតហើយជាទីបញ្ចប់ខ្ញុំសូមជូនពរដល់ជនរួមជាតិទាំងអស់ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីសូមឲ្យមានសុខភាពបរិបូរណ៍សេរីសួស្តីហើយសូមជូនពរជ័យ